រាបសួរបងប្អូនទាំងគ្នានៅក្នុងបណ្ដាញសង្គមបាទចឹងថ្ងៃនេះយើងវិលមកជួបគ្នាម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីបាទហើយសម្រាប់ថ្ងៃនេះខ្ញុំលើកយករូបមន្តដែលខ្ញុំគិតថាសំខាន់ហើយអ្នកទាំងអស់គ្នាគឺប្រើប្រាស់ច្រើនមែនទែននៅក្នុងវិស័យការងាររបស់យើងបាទអញ្ចឹងមាន10រូបមន្តធំៗដែលខ្ញុំគិតថាសំខាន់តោះអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ Excel ទាំងអស់គ្នាខ្ញុំនឹងបញ្ចូលរូបមន្តនីមួយៗហើយនឹងប្រាប់ពីរបៀបនៃការប្រើប្រាស់វាបានត្រឹមត្រូវតោះ Let's go បាទថ្ងៃនេះខ្ញុំបានបើកនៅ Excel របស់ខ្ញុំរួចរាល់ហើយអញ្ចឹងជាដំបូងគឺរូបមន្តដែលយើងត្រូវដឹងទាំងអស់គ្នាគឺរូបមន្តSUMបាទខ្ញុំគិតថាអ្នកណាក៏ដឹងដែរSUMប៉ុន្តែខ្ញុំគិតថាសម្រាប់អ្នកដែលថ្មីជាមួយនឹង Excel គួរតែដឹងរូបមន្តមួយនេះបាទអូខេយើងត្រូវដឹងរូបមន្តSUMណាបាទទី1អញ្ចឹងSUMគឺយើងវាយជាលេខឧទាហរណ៍មកបាទអូខេណាយើងបានបែបនេះអញ្ចឹងយើងចង់SUMតន្ន័យបាទអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដឹងថាSUMគឺបូកបានតែជួរនៅក្នុងជាមួយគ្នាចេះទេណាបាទឧទាហរណ៍ចេះឬក៏ចុះក្រោមចេះអានេះយើងអាចSUMបានបាទប៉ុន្តែបើសិនជាយើងចង់បានមួយចេះហើយខ្វាយមិនចេះគឺយើងអាចធ្វើបានទេបាទអញ្ចឹងយើងត្រូវប្រើសញ្ញាបូកឬក៏ប្រើអីធម្មតាទេណាបាទអញ្ចឹងបើយើងចង់បានSUMយើងគ្រាន់តែវាយរូបមន្តមកសេសញ្ញាស្មើសេពាក្យថាSUMយើងបើកវងកញ្ចក់យើង select នៅcell ឬក៏ column បាទដែលយើងចង់ឲ្យវាSUMហ្នឹងបាទយើង select មកអូខេហើយយើងបិទវងកញ្ចក់វិញ enter បាទអញ្ចឹងវានឹងចេញចម្លើយផលបូកនៅក្នុងរូបមន្តដែលយើងបានចងនេះអញ្ចឹងឥឡូវយើងចូលទៅកាន់រូបមន្តទី2បាទសម្រាប់រូបមន្តទី2យើងគឺតាក់ទងជាមួយនឹងរូបមន្ត if បាទអញ្ចឹងសម្រាប់រូបមន្ត if គឺយើងប្រើប្រាស់ច្រើនមែនតើបាទន័យថាយើងឲ្យ Microsoft Excel ហ្នឹងគឺសិក្សាទៅលើលក្ខខណ្ឌពិតឬក៏មិនពិតអញ្ចឹង if គឺមានតែពីរទេគឺមានពិតហើយនិងមិនពិតបាទអញ្ចឹងបើសិនជា true តើយើងឲ្យលទ្ធផលអីគេបើសិនជា false តើយើងឲ្យចេញលទ្ធផលអីគេណាបាទតោះអញ្ចឹងជាឧទាហរណ៍បាទបើសិនបើខ្ញុំសរសេរកន្លែងនេះ1កន្លែងនេះ1ណាអញ្ចឹងប្រសិនបើខ្ញុំសរសេររូបមន្ត if ណាបាទអញ្ចឹងខ្ញុំចងរូបមន្ត if នេះគឺដើម្បីសិក្សាទៅលើលក្ខខណ្ឌខាងលើណាបាទអញ្ចឹងខ្ញុំឲ្យ logical test បាទមួយនេះបូកជាមួយនឹងមួយនេះអញ្ចឹងប្រសិនបើលក្ខខណ្ឌវាបូកចូលគ្នាទៅស្មើ2ណាបាទស្មើលេខ2អញ្ចឹងបើសិនបើពិតខ្ញុំឲ្យចេញពាក្យថា OK បាទតែបើសិនជាអត់ពិតទេយើងឲ្យពាក្យថា no បាទយើងបិទវងកញ្ចក់វិញណាបាទអញ្ចឹងលក្ខខណ្ឌកន្លែងនេះគឺបានន័យថាខាងមុខយើងទៅសេ logical test បានន័យថាយើងឲ្យសិក្សាទៅលើលក្ខខណ្ឌដែលយើងចង់ឲ្យបាទទី2យើងទៅសេរូបមន្តvalue if true ណាបើសិនជាតិន័យដែលយើងសិក្សាទៅវាពិតអញ្ចឹងឲ្យវាឲ្យលទ្ធផលអីគេណាបើអត់ពិតយើងឲ្យលទ្ធផលអីបញ្ជាក់មកវិញណាបាទអញ្ចឹងយើង enter មកបាទអញ្ចឹងកន្លែងនេះគឺលួចពាក្យថា OK ត្រឹមត្រូវតែបើសិនជាខ្ញុំដូរនេះទៅជាលេខ2បាទន័យថាបូកទីលើសស្មើ2ខុសពី2បាទអញ្ចឹងគឺអត់ត្រឹមត្រូវទេណាតោះអញ្ចឹងឥឡូវយើងចូលទៅកាន់រូបមន្តទី3បាទសម្រាប់រូបមន្តទី3យើងគឺតាក់ទងជាមួយនឹង average ណាបាទ average នេះបើយើងបកមកជាខ្មែរគឺជាមធ្យមភាពណាអញ្ចឹងមធ្យមភាពបានន័យថាគឺជាផលធៀបរវាងចំនួនបូកសរុបចែកនឹងចំនួនរាប់សរុបបាទអញ្ចឹងជាឧទាហរណ៍ខ្ញុំឧទាហរណ៍ថាបាទអញ្ចឹងចំនួននេះគឺជាឧទាហរណ៍បាទអញ្ចឹងបើសិនបើយើងចង់បានមធ្យមភាពយើងត្រូវយកចំនួនបូកទាំងអស់ចែកជាមួយនឹងចំនួនរាប់បាទអញ្ចឹងយើងអាចជាឧទាហរណ៍ខ្ញុំអាចសរសេរSUMបាទបូកទាំងអស់នេះយើងចែកជាមួយនឹង4ណាព្រោះមាន4នាក់បាទអញ្ចឹងមធ្យមភាពគឺ17ដែលយើងប្រើជាលេខយើងអាចថា17កន្លះប្រើជាបន្ទុកណាបាទអញ្ចឹងប្រសិនបើយើងប្រើរូបមន្តចំតែម្ដងអត់មានប្រើSUMប្រើអីញ៉ៃទេគឺយើងប្រើ average យកមកណាបាទអញ្ចឹងយើងវាយពី average មកយើង select តួលេខទាំងអស់នោះមកហើយយើងបិទវងកញ្ចក់យើង enter បាទគឺចេញជា average ធម្មតាតោះអញ្ចឹងយើងចូលទៅរូបមន្តទី4បាទសម្រាប់រូបមន្តទី4នេះគឺយើងប្រើរូបមន្តជាមួយនឹង concatenate ណាឬក៏យើងអាចប្រើ concate ក៏បានដែរអញ្ចឹង concate នេះបានន័យថាយើង combine រវាង value ហើយនឹង text ចូលមកគ្នាណាបានន័យថាឲ្យវាចូលមកគ្នាខ្លាចបាទគឺយើង combine ចូលគ្នាទៅជា cell មួយដែលមាន value ត្រឹមត្រូវនៅក្នុងហ្នឹងណាជាឧទាហរណ៍ឥឡូវខ្ញុំវាយពាក្យថាឈ្មោះយើងទៅក៏បានដែរណាដូចថា SOMGបាទខាងនេះខ្ញុំវាយ institute
អូខេអញ្ចឹងខ្ញុំចង់ combine ពីរពាក្យហ្នឹងទៅជាមួយ cell ដែលមានពាក្យនៅក្នុងហ្នឹងណាបាទអញ្ចឹងយើងគ្រាន់តែវាយពាក្យថា concatenate ហ្នឹងបាទឬក៏ concate ក៏បានដែរតែត្រឹមត្រូវគឺយើងវាយពាក្យ concatenate ណាបានពេញអត្ថន័យបាទអញ្ចឹងវា load đấy គឺចេញជា text 1 text 2ណាអញ្ចឹងបើសិនពាក្យថា text បានន័យថាយើងត្រូវមាន double quote បើករណីយើងវាយឈ្មោះបន្ថែមណាបាទតែបើជា cell ចេះហើយគឺយើងគ្រាន់តែចុចលើហ្នឹងទៅវាអូខេណាបាទអញ្ចឹងនេះមួយទៀតយើងបិទវងចោលវិញមក enter បាទអញ្ចឹងយើងបានពាក្យមួយដែលវាភ្ជាប់គ្នាហើយណាប្រៀបបានដូចយើងភ្ជាប់នាមជាមួយនឹងកូដនាមអញ្ចឹងណាឈ្មោះតកូលនេះហ្នឹងបាទតែកន្លែងនេះយើងឃើញវាខ្វះការដក clear មួយអញ្ចឹងខ្ញុំចង់បន្ថែមដក clear មួយគឺប្រឡោះនេះអញ្ចឹងយើង comma មួយមកយើងបើកទ្វីងកដោចុច space មួយបាទបើកវាមកបាទន័យថាយើងថែម space នៅចន្លោះកណ្ដាលហ្នឹង enter មកបាទអញ្ចឹងគឺរួចរាល់អូខេតោះអញ្ចឹងយើងចូលទៅកាន់រូបមន្តបន្ទាប់បាទអញ្ចឹងឥឡូវយើងចូលមកដល់រូបមន្តទី5ណាបាទអញ្ចឹងរូបមន្តទី5គឺទាក់ទងជាមួយនឹង sum if បាទ sum if នេះបានន័យថាផលបូកដែលមានលក្ខខណ្ឌណាផលបូកដែលមានលក្ខខណ្ឌអញ្ចឹងតោះអញ្ចឹងជាឧទាហរណ៍សម្រាប់ sum if បាទអញ្ចឹង sum if ឧទាហរណ៍អត់ប្របាក់យល់ទេទាក់ទងជាមួយនឹងការ order អីមួយឬក៏ខាង cell បាទអញ្ចឹងខ្ញុំជាឧទាហរណ៍តោះអញ្ចឹងសម្រាប់រូបមន្តទី5សម្រាប់ sum if បាទអញ្ចឹងគឺផលបូកដែលមានលក្ខខណ្ឌណាអញ្ចឹងអត់អីប្របាក់ទេជាឧទាហរណ៍តោះយើងចាប់ផ្ដើមមកថយខ្ញុំដាក់ a b a c a ណាបាទអញ្ចឹងសម្រាប់ a ខ្ញុំឲ្យមាន5មាន4មាន3អីចឹងទៅឧទាហរណ៍ទេបាទអញ្ចឹងខ្ញុំចង់រករូបមន្ត sum if បាទន័យថាបើសិនជាខ្ញុំចង់នឹងថាតើ a មានប៉ុន្មាន b មានប៉ុន្មាន c មានប៉ុន្មានបាទអញ្ចឹងយើងទៅសេរូបមន្ត sum if ណាបាទប្រសិនបើបាទអញ្ចឹងយើងបើវងកញ្ចក់មួយមកបាទអញ្ចឹងយើងធ្វើការ select rank ណា select rank សិនបាទ rank នេះគឺតាក់ទងជាមួយនឹងលក្ខខណ្ឌដំបូងណាលក្ខខណ្ឌដំបូងបាទបន្តមកទៀតយើងកបៀសមួយមកបាទអញ្ចឹងយើងឲ្យលក្ខខណ្ឌវាស្មើអីគេណាលក្ខខណ្ឌវាស្មើ a បាទបន្តមកទៀតយើងចុងក្រោយគឺ sum rank បាទន័យថាយើងត្រូវបូកជួរមួយណាអញ្ចឹងណាបាទអញ្ចឹងយើង select មកយើងបិទវងចោលវិញយើង enter បាទអញ្ចឹងសម្រាប់ a គឺមាន10ណាបាទនៅ a លើ1 a នេះទៀត a នេះទៀតអញ្ចឹងមកខ្ញុំដូរកន្លែងនេះទៅជា c វិញអញ្ចឹងវាដកចេញហើយណាបាទអញ្ចឹងរូបមន្ត sum if មានតែប៉ុណ្្នឹងទេអញ្ចឹងយើងចូលទៅកាន់រូបមន្តបន្តទៀតអូខេសម្រាប់រូបមន្តទី6តាក់ទងជាមួយនឹង count បើយើងនិយាយទៅបានន័យថាការរាប់ណាការរាប់អញ្ចឹងបើសិនជាខ្ញុំទៅសេបែបនេះឧទាហរណ៍បាទអញ្ចឹងនៅពេលដែលខ្ញុំវាយពាក្យថា count បាទយើងរាប់ចេះណាបាទន័យថារាប់យើង enter មកគឺវាអត់ចេញទេមូលហេតុគឺរាប់នេះរាប់តែតួលេខទេណានេះទាំងអស់នេះទៅចាំ count យើងប្រើតែជាមួយនឹងតួលេខទេបើសិនខ្ញុំវាយ1 3 4អីហ្នឹងទៅឲ្យតែលេខណាគឺវារាប់ណាអញ្ចឹង count គឺរាប់បានតែលេខទេហើយសម្រាប់ប្រឡោះដែលចំហអញ្ចឹងគឺវាអត់រាប់ទេណារាប់តែតួលេខទេហើយរាប់តែលេខដែលមាននៅក្នុង cell ទេណា value ដែលមានបើ value អត់មានគឺអត់រាប់ទេបាទសូម្បីតែលេខ0ក៏រាប់ដែរណាត្រូវចាំតែអ្នកគ្នាឡើងហ្នឹងព្រោះ count មានតែគេប្រើប្រាស់ច្រើនហើយ count ហ្នឹងគឺមានការយល់ច្រឡំច្រើនដែរបាទតោះអញ្ចឹងឥឡូវយើងចប់រូបមន្តនឹងមួយទៀតហើយណារូបមន្ត count អញ្ចឹងយើងចូលទៅកាន់រូបមន្តបន្ទាប់បាទអញ្ចឹងយើងចូលមកដល់រូបមន្តទី7តាក់ទងជាមួយនឹង count ដែរប៉ុន្តែ count a អ្វីទៅគឺជា count a បាទអញ្ចឹង count a គឺមានភាពផ្ទុយពី count មុនហ្នឹងបាទអញ្ចឹងខ្ញុំឧទាហរណ៍ទៅដែរមកបាទអញ្ចឹងខ្ញុំវាយទៅសេពាក្យថា count a បើអ្នកខ្លះគេអាចប្រើពាក្យថា count all ណា count all អញ្ចឹង count a នេះគឺវារាប់ទាំងអស់តែម្ដងបាទ enter មកឃើញអត់រាប់ទាំងអស់តែម្ដងឲ្យតែវាមាន value មានអក្សរមានអីនៅក្នុង cell ហ្នឹងគឺរាប់ទាំងអស់ណារាប់ទាំងអស់តែម្ដងយើងលុបគឺអត់រាប់ដូចគ្នាណាអញ្ចឹងកន្លែង count នេះគឺពីច្រើនគេប្រើ count a ណាថាស្អីយើងរាប់ទៅលើឈ្មោះរាប់ទៅលើភេទចឹងដឹងសិស្សប្រុសសិស្សស្រីបុគ្គលិកអីហ្នឹងគឺគេប្រើ count a ច្រើនជាងតោះអញ្ចឹងយើងចប់ប៉ុណ្្នឹងហើយចូលរូបមន្តបន្តទៀតអូខេសម្រាប់ទី8គឺរូបមន្ត count if ណាអ
chẳng count if នេះក៏មិនខុសពី sum if ដែរគឺបានន័យថាការរាប់ដែលមានលក្ខខណ្ឌបាទការរាប់ដែលមានលក្ខខណ្ឌដូចម្ដេចតោះអញ្ចឹងយើងទស្សនាទាំងអស់គ្នាឧទាហរណ៍ខ្ញុំទៅសេមានភេទស្រីភេទប្រុសហ្នឹងទៅណាអូខេអញ្ចឹងខ្ញុំចង់ដឹងថាតើភេទស្រីមានប្រមាណអ្នកភេទប្រុសមានប្រមាណអ្នកអញ្ចឹងយើងធ្វើការប្រើជាមួយនឹង count if បាទអញ្ចឹងសម្រាប់ដំបូងយើងសេមក count if ហើយយើងបើកមុខកញ្ចក់ណាអញ្ចឹង rank ណាអញ្ចឹងយើង select ប៉ុណ្ណេះមកបាទយើងកបៀសមួយអញ្ចឹងយើងដាក់បញ្ចូលមកអ្វីដែលយើងចង់ស្វែងរកដូចថាឥឡូវខ្ញុំដាក់ភេទស្រីដាក់អក្សរ F បើកមុខកញ្ចក់វិញ enter បាទអញ្ចឹងភេទស្រីនៅក្នុងនេះមាន4ខ្ញុំដូរដាក់ M វិញបាទតទៅ3ទេបាទអញ្ចឹងនេះគឺជា count if ណាដែលគេនិយមប្រើដែរអូខេតោះអញ្ចឹងយើងចូលទៅកាន់រូបមន្តបន្ទាប់បាទរូបមន្តទី9ដែលខ្ញុំគិតថាចាំបាច់ដែរបាទទី9គឺ VLOOKUP បាទ VLOOKUP នេះគឺជារូបមន្តមួយដែលអាចយើងច្រោះទិន្នន័យជា vertical បាទជួឆបាទដើម្បីយើងស្រួលស្វែងរកថាតើបាទយើងត្រូវការច្រោះទិន្នន័យដើម្បីយើងស្រួលរកដូចថា ID អញ្ចឹងយើងចង់ដឹងថា ID គាត់ឈ្មោះអីអញ្ចឹងគឺវា automatic ឲ្យយើងតែម្ដងណាអូខេតោះអញ្ចឹងជាឧទាហរណ៍យើងចាប់ផ្ដើមមកបាទអញ្ចឹងខ្ញុំទៅសេមួយដូចថាខ្ញុំដាក់រៀងចុះហើយខ្ញុំដាក់ name ណាឧទាហរណ៍ sorry គេមាន3ទៅណា name ដូចថាឥឡូវខ្ញុំដាក់ឈ្មោះ A B C ណាខ្ញុំបញ្ជាក់ទីនៅក្នុងវីដេអូនេះខ្ញុំអាចនឹងធ្វើជាសាមញ្ញដើម្បីអ្នកទាំងអស់គ្នាងាយយល់បាទតោះអញ្ចឹងសម្រាប់ number នេះបាទអញ្ចឹងខ្ញុំទៅសេ VLOOKUP កន្លែងនេះមួយរូបមន្ត VLOOKUP បាទអញ្ចឹងយើងបើកកញ្ចក់មកអញ្ចឹងដំបូងគេបំផុតគឺយើងត្រូវការ look up value បាទបានន័យថាយើង look up ទៅលើ cell ណាមួយសិនដែលយើងវាយបញ្ចូលណាបាទអញ្ចឹងខ្ញុំអាចឧទាហរណ៍បន្លោះនេះមកបាទបន្តទៅយើងក្បៀសមួយតាក់ទងជាមួយនឹង table array បាទជា table array គឺយើងអាច select កន្លែងនេះបាទអាចយកខាងក្រោមចេះក៏បានដែរមិនដល់ column ទេព្រោះអ្វីដែលយើងវាយបញ្ចូលគឺតួលេខណាបើយើងវាយ number វាអាចចេញ name ដែរណាបាទបន្តមកទៀតយើងក្បៀសមួយតាក់ទងជាមួយនឹង column index number អញ្ចឹងបានន័យថាយើងយកជួរឆទីម៉ានបាទអញ្ចឹងខ្ញុំយកជួរឆទី2មូលហេតុជួរឆទី2ដោយសារយើង select table array នេះមានតែ2ទេបាទអញ្ចឹងយើងយកទី2វាមកបាទអញ្ចឹងកន្លែងនេះមាន approximate match ហើយនិង exact match ណាអញ្ចឹងកន្លែងនេះយើងយក exact match ទៅយើងអត់យកប្រហែលទេយើងយកដូចតែម្ដងណាព្រោះជាទូទៅលេខ ID អីអត់អាចស្តៀងគ្នាទេ1គឺ1 2គឺ2មកណាបាទអញ្ចឹងខ្ញុំយកលេខ0ខ្ញុំបិទមុខកញ្ចក់វិញ enter បាទយើងចេញ NA កន្លែងនេះបានន័យថាដោយសារកន្លែងនេះវាអត់មានទិន្នន័យឬក៏ value ទេអញ្ចឹងវា load ចេញ error នោះណាអញ្ចឹងកន្លែងនេះគឺយើងអាចបិទបានដែរណាបាទអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ឡើងនេះសិនអញ្ចឹងបើខ្ញុំវាយលេខ1វាចេញ A ខ្ញុំវាយលេខ2វាចេញ B ខ្ញុំវាយលេខ3វាចេញ C ណាអញ្ចឹងសម្រាប់រូបមន្ត VLOOKUP នេះគឺគេប្រើច្រើនមែនតើហើយវាជួយសម្រួលការងារមែនតើនៅពេលដែលយើងធ្វើការ search ឬក៏ filter ទៅលើតារាងអីមួយអញ្ចឹងគឺផ្ដល់ភាពងាយស្រួលច្រើនបាទអូខេតោះអញ្ចឹងយើងចូលទៅកាន់រូបមន្តបន្ទាប់អូខេអញ្ចឹងរូបមន្តចុងក្រោយរូបមន្តទី10តាក់ទងជាមួយនឹង text អ្វីទៅគឺជារូបមន្ត text រូបមន្ត text គឺជា function មួយឬក៏រូបមន្តមួយដែលអាចបំលែងពី value ឬក៏ពី text ទៅជា format មួយថ្មីទៀតដែលយើងចង់បានបាទដែលវាស្តៀងទៅជាមួយនឹងformat របស់យើងដែរដែលយើងអាចដាក់ដុល្លារដាក់អីហ្នឹងបាទប៉ុន្តែ text នេះវាទូលំទូលាយជាងដោយសារយើងអាចសរសេរបានច្រើនលក្ខខណ្ឌតោះអញ្ចឹងជាឧទាហរណ៍យើងចូលមកបាទអញ្ចឹងតាក់ទងជាមួយនឹងកន្លែងនេះខ្ញុំអាចលើកឧទាហរណ៍ជាថ្ងៃខែបាទឧទាហរណ៍ថាខ្ញុំដាក់ថ្ងៃនេះចុះខ្ញុំ say today សុំតោះបាទខ្ញុំ say today មកបាទអញ្ចឹងថ្ងៃនេះណាថ្ងៃទី23ខែ11 2025អញ្ចឹងកន្លែងនេះយើងអាចកែនៅខាងលើនេះក៏បានដែរណាកន្លែងនេះណាបាទប៉ុន្តែខ្ញុំប្រើ text ព្រោះ text ពេលខ្លះវាមានលក្ខខណ្ឌល្អជាងដោយសារអី text យើងអាចសរសេរនៅក្នុងរូបមន្តនៅក្នុងអីបានណាចង combine គ្នាជាមួយ if មួយអីទៅអាច work អញ្ចឹងខ្ញុំសរសេររូបមន្ត text បាទយើងបើកបង្កចអញ្ចឹងកន្លែងនេះគឺមានពាក្យថា value ណា value អញ្ចឹងយើងអាចចុចលើនឹងមួយមកបាទយើងក្បៀសមួយអញ្ចឹងយើងទៅ save format text របស់យើងណាអញ្ចឹងខ្ញុំចង់បានD 4 ដងទៅ
ណាបាទហើយខ្ញុំសេសញ្ញាដក1 4 3 ដងណាដកជាមួយនឹង y 4 ដងណាហើយគឺថ្ងៃខែពេញហើយយើងបិទមុខចូលមកវិញ enter អ្នកទាំងនេះឃើញអត់បាទអញ្ចឹងគឺ text គឺគេប្រើដើម្បីបំលែង format មួយណាដែល format នេះយើងអត់ប្រើចូលទៅក្នុង format កន្លែង general នេះទេគឺយើងប្រើនៅក្នុងរូបមន្តផ្ទាល់តែម្ដងអញ្ចឹងគឺមានភាពងាយស្រួលហើយនឹងគេប្រើប្រាស់ក៏ច្រើនដែរបាទចំណុចនេះពេលខ្លះយើងសរសេរជារបាយការណ៍ប្រចាំខែប្រចាំថ្ងៃយើងអាចចងបែបហ្នឹងទៅគឺមានភាពងាយស្រួល automatic ណាបាទអូខេអញ្ចឹងឥឡូវវីដេអូយើងមានតែប៉ុណ្្នេះទេហើយខ្ញុំសង្ឃឹមថា10រូបមន្តនេះអ្នកទាំងអស់គ្នាអាចនឹងយកទៅប្រើប្រាស់ត្រូវជាមួយនឹងការងាររាល់ថ្ងៃបាទហើយមួយវិញទៀតងាយទេប៉ុន្តែខ្ញុំគិតថាជួយទៅដល់អ្នកទាំងអស់គ្នាឲ្យកាន់តែបានច្បាស់ហើយកាន់តែប្រើប្រាស់ឲ្យបានច្រើនព្រោះ Excel បើសិនជាយើងកាន់តែប្រើយើងកាន់តែដឹងណាបាទពីរបបសរសេរពី tip វាមានច្រើនមែនតើបាទអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះហើយនឹងទទួលបានអត្ថប្រយោជន៍ពីវីដេអូនេះហើយបើអ្នកទាំងអស់គ្នាគិតថាមានប្រយោជន៍បាទសូមជួយ like ជួយ share ទៅមិត្តភ័ក្តិយើងដទៃទៀតផងដើម្បីឲ្យគាត់បានឃើញវីដេអូនេះបាទអញ្ចឹងជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយបាយ